ចាមកទៀតហើយក្មេងប្អូនថ្ងៃនេះហាអ្នកភូមិខ្ញុំគាត់បានទទួលមរណភាពម្នាក់ក្មេងប្អូនក្មួយប្រុសនៅក្នុងភូមិនឹងមានអាយុត្រឹមតែ18ឆ្នាំទេក្មេងប្អូនគាត់មានជីវភាពខ្វះខាតគឺគាត់ទៅស៊ីឈ្នួលគេក្មេងប្អូនធ្លាក់ពីលើផ្ទះប្រវែង24 ម៉ែត្រក្មេងប្អូនក៏គាត់បានទទួលមរណភាពក្មេងប្អូនដល់ហើយអ្នកភូមិនាងខ្ញុំក៏គាត់បានមកជួយបន់យ៉ាងច្រើនកកកក្មេងប្អូនអ្នកខ្លះក៏ដាំបាយអ្នកខ្លះក៏ធ្វើម្ហូបអ្នកខ្លះក៏បុកគ្រឿងអ្នកខ្លះក៏ធ្វើនេះធ្វើនោះក្មេងប្អូនដោយសារយើងគ្នាច្រើនអញ្ចឹងយើងជួយគ្នាទៅវិញទៅមកក្មេងប្អូនអ្នកភូមិខ្ញុំណាធ្វើបន់មួយសមោណាអ្នកជួយគ្នាក្មេងប្អូនខ្លះក៏មិនបានអីក៏គាត់បានទៅជួយលុយជួយអង្គរួចក៏គាត់ទៅវិញទៅខ្លះក៏គាត់ទៅជួយលុយជួយអង្គហើយដល់ពេលនេះគាត់ទៅជួយជាកម្លាំងទៀតក្មេងប្អូនតែកម្មវិធីបន់នេះមានអ្នកភូមិគាត់ទៅចូលរួមច្រើនណាស់ក្មេងប្អូនអើយឡើងមើលទៅថាច្រើនកកកក្មេងប្អូននេះខ្លះក៏លៀងប្រឡែខ្លះក៏ធ្វើម្ហូបខ្លះក៏ដាំបាយបើខ្ញុំពីអ្នកប្អូនខ្ញុំមិញដាំបាយក្មេងប្អូននេះប៉ុន្តែខ្ញុំមកថតថាបងប្អូននឹងគាត់ធ្វើប្រកែធ្វើម្ហូបណាក្មេងប្អូនណាក្មេងទេតែគាត់ធ្វើប៉ែនប្រសពណាក្មេងប្អូនបើដូចខ្ញុំមកខ្ជិលណាហាត់ចេះទេសំឆ្លើយថាមិនចេះតែម្ដងក្មេងប្អូនទៅតាមពិតនោះយើងបើយើងនេះក៏យើងធ្វើបានខ្លះដែរប៉ុន្តែសុខចិត្តឆ្លើយថាអត់ចេះតោះពិសេសវីដេអូនឹងខ្ញុំថតដល់ចឹងរៀងញាក់រៀងញ័រក្មេងប្អូនសំខាន់តែអភ័យទោសផងបើមើលទៅវាមានកំហុសឆ្គងទើសតែសំបីតែខ្ញុំក៏ទើសដែរក្មេងប្អូនទៅធ្វើម៉េចបើយើងនៅផងព្រៃយើងទៅហេសាកសពមកកលែងយើងបូជាណាក្មេងប្អូននេះគឺជាគុកកលែងបូជាសាកសពខាងភូមិនឹងខ្ញុំក្មេងប្អូននៅចិត្តជើងភ្នំនឹងភូមិនឹងខ្ញុំហៅភូមិស្បាក្មេងប្អូនបែរជាពុកម៉ែបងប្អូនណាខ្លះគាត់ស្គាល់ហើយក្មេងប្អូននេះបងប្អូនដែលគាត់ចូលរួមយ៉ាងច្រើនកកកណាក្មេងប្អូនអើយព្រោះអីក្មួយកំឡោះទៀតមិនទាន់មានប្រពន្ធមានកូនអីទេគ្នាដោយសារពួកគាត់មានជីវភាពខ្វះខាតដល់ពេលនេះក៏គាត់ទៅស៊ីឈ្នួលនៅខាងកំពង់សោមធ្លាក់ពីលើកន្លែងធ្វើការនឹងបងប្អូនផ្ទះ24 ម៉ែត្របងប្អូនបណ្ដាលឲ្យគាត់បាត់បង់ជីវិតដល់ពេលនេះក៏គាត់យកមកធ្វើបន់នៅភូមិយើងណាបងប្អូនពីតួខ្ញុំក៏មានអីច្រើនទេបើមានកំហុសឆ្គងអីក៏សូមពុកម៉ែខន្តីអភ័យទោសផងអរគុណច្រើន